សន្តិសុខសម្រាប់ធ្នាប់សង្គមប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មជាការងារអតិភិបបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូរំលែកថាដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិដែលបង្កឡើងអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងភាពស្មុគស្មាញនៃអក្រិតកម្មសម័យទំនើបមួយនេះដែលមានបណ្ដាញប្រតិកលាគ្នាពីប្រទេសមួយទៅប្រទេសមួយរាជរដ្ឋាភិបាលនីតិកាលទី6នៃរដ្ឋសភារហូតដល់ដើមនីតិកាលទី7នៃរដ្ឋសភាបានចាត់វិធានការជាច្រើនលើអក្រិតកម្មនេះដោយទទួលយកនៃលទ្ធផលវិជ្ជមានជាច្រើនតាមរយៈសារពិសេសផ្ញើជូនចំពោះបងប្អូនជនរួមជាតិកាលពីប្រឡប់ថ្ងៃទី13ខែមករាសម្ដេចធិបតីបានបញ្ជាក់ថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការកំណត់ថាការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មគឺជាការអតិភិបក្នុងរបៀបរាជនយោបាយរបស់ខ្លួនគឺពុំមែនជាការចៃដន្យឡើយសម្ដេចធិបតីបន្ថែមថាការដាក់ចេញនៅវិធានការម៉ឺងម៉ាត់និងមុខស្រួយជាបន្តបន្ទាប់លើអក្រិតកម្មឆបោកតាមប្រព័ន្ធវិទ្យាទិជានាពេលកន្លងមកគឺជាសក្ខីភាពមួយនៃការអនុវត្តការប្រាជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែនមួយនេះជាក្តីកង្វល់រួមរបស់កម្ពុជាในតំបន់និងពិភពលោកបើតាមសម្ដេចធិបតីសន្តិសុខនិងសន្តិភាពសង្គមនិងការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មគឺជាអតិភិបមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានានៃការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋហើយការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាចំណុចដ៏សំខាន់នាពេលនេះបន្ថែមពីកិច្ចខំប្រឹងប្រែងលើកិច្ចការអតិភិបសំខាន់របស់ជាតិផ្សេងទៀត